សួស្តីបងប្អូនទាំងអស់គ្នាអឺថ្ងៃនេះមានសមិទ្ធផលដ៏ល្អចង់បង្ហាញនេះពាក់ព័ន្ធជាមួយផ្លូវថ្នល់អឺទីនេះគឺនៅមុខវត្តផ្សារកណ្ដាលសង្កាត់ផ្សារកណ្ដាលហើយជាផ្លូវទៅគោនដំរីក៏ជាផ្លូវច្រកចេញទៅសៀមរាបនិងចេញទៅភ្នំពេញផងដែរបាទអញ្ចឹងសម្រាប់បងប្អូនដែលមានទីលំនៅអចិន្ត្រៃយ៍នៅទីក្រុងប៉ោយប៉ែតមិនគិតថាតម្រូវចាកចេញពីទីក្រុងប៉ោយប៉ែតទេគឺជាដំណឹងល្អរបស់គាត់តាមពិតទៅការបង្កើតភូមិសាស្ត្រយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលការដែលបង្កើតភូមិឃុំស្រុកអ្វីដែលគេគិតមុនគេគឺមធ្យោបាយធ្វើដំណើរទឹកនិងភ្លើងត្រូវជីកស្រះគឺត្រូវតែជីកត្រូវអឺសាងសង់អគ្គិសនីយ៉ាងណាតាមហេដ្ឋារចនាសម្ព័ន្ធគឺត្រូវតែធ្វើបើធ្វើមិនគ្រប់គឺគេអត់បង្កើតទេភូមិស្រុកហ្នឹងគេអត់បង្កើតទេវានឹងក្លាយជាជំងឺរ៉ាំរ៉ៃហើយវានាំបញ្ហាទៅដល់ជាតិព្រោះកត្តាទាំងអស់ហ្នឹងនឹងទៅជាបទល្មើសរាប់រយពាន់លានមុខដែលដាក់បន្ទុកទៅលើរដ្ឋសភាដាក់បន្ទុកទៅលើនីតិប្រតិបត្តិទៀតពិបាកចុះធ្វើការណាស់រាល់ការបង្កើតភូមិឃុំស្រុកនេះគឺជាបន្ទុករបស់រាជរដ្ឋាភិបាលហើយបន្ទុករបស់ជាតិហើយថាមិនត្រូវវានាំរឿងដល់អន្តរជាតិទៅទៀតអញ្ចឹងហើយសូមឲ្យថ្នាក់ដឹកនាំកម្ពុជាសមាជិកថ្នាក់ដឹកនាំទាំងអស់ពិចារណាបាទអរគុណ